បាទសូមជំរាបសួរទៅកាន់បងប្អូនយើងថ្ងៃជួបខ្ញុំបាទសាជាថ្មីទៀតហើយបាទហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃ11បងប្អូនបាទខែ4ឆ្នាំ2026បាទហ្នឹងហើយហើយនេះគឺជាការធ្វើពិធីជប់លៀងបងប្អូនបាទនៅក្នុងរោងចក្រ Wilson Cambodia បងប្អូនបាទហើយសម្រាប់បងប្អូនយើងបាទដែលធ្វើការនៅរោងចក្រ Wilson បាទបានឃើញនៅវីដេអូនេះផងដែរបាទសូមមេត្តាជួយ like បាទនិង share បាទនៅរាល់វីដេអូរបស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីបាទក៏ដូចជាការមើលឃើញបាទនៅទស្សនវិជ្ជាបាទដែលខ្ញុំបាទបានផ្ដិតដើម្បីចែកជូនណាទៅកាន់បងប្អូនយើងមើលកំសាន្តផងដែរបាទអញ្ចឹងដោយសារហេតុអ្វីបានជាខ្ញុំមិនដាក់ជាសំឡេងបាទនៅភ្លេងអកដងបាទដោយសារតែបើសិនជាខ្ញុំដាក់ទៅវាអាចនឹងមានហានិភ័យបាទជាប់នៅ copyright បាទធ្វើឲ្យដាច់ channel របស់ខ្ញុំបាទនេះតែម្ដងផងដែរបាទអញ្ចឹងសម្រាប់ការជប់លៀងនេះផងដែរបាទបងប្អូននៅតាមក្រុមនីមួយៗបាទយើងឃើញថាយើងមានការរៃអង្គាសបាទនៅថវិកាបន្តិចបន្តួចបាទដើម្បីធ្វើនៅពិធីនេះឡើងដើម្បីទិញម្ហូបទិញអីអញ្ចឹងណាបងប្អូនយើងបាទដើម្បីម្ហូបកំសាន្តហ្នឹងហើយក្នុងការបិទវគ្គបាទគេហៅថាបិទវគ្គធ្វើការណាបងប្អូនយើងហ្នឹងហើយក្រុមការងារនីមួយៗរបស់យើងគឺឃើញថាសស្រាក់ស្រាមមែនទែនបងប្អូនហ្នឹងហើយអ្នកខ្លះទៅក៏យួរម្ហូបយួរអីអញ្ចឹងទៅណាបងប្អូនយើងបាទអញ្ចឹងយើងឃើញថារយៈពេលនៃការជប់លៀងបងប្អូនបាទកំឡុងពេល1ឆ្នាំបាទគឺយើងបានជួបជុំគ្នា2ដងបាទនាឱកាសជុំម្ដងបាទនឹងចូលឆ្នាំម្ដងបាទសម្រាប់បងប្អូនបាទជាកម្មការនីរោងចក្រណាហ្នឹងហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំធ្វើការរោងចក្រដែរបងប្អូនបាទហើយអរគុណបាទទៅដល់ក្រុមការងារផងដែរបាទតែងតែជួយថតបាទនៅវីដេអូបាទក្នុងការហូបចុកជួបជុំបាទបងប្អូនយើងបាទនៅក្នុងកម្មវិធីបាទជប់លៀងនៅរោងចក្រ Wilson បាទ Cambodia នេះផងដែរបាទហើយរោងចក្រ Wilson បាទមុននឹងបាទឈប់សម្រាគឺគាត់មានកាដូបាទជូនដល់បងប្អូនយើងបាទកម្មករទាំងអស់ណាបាទមិនថាតែបុគ្គលិកបាទមិនថាតែផ្នែកអីទេបងប្អូនបាទគឺគាត់មានការជូនជាកាដូទៅដល់បងប្អូនយើងហ្នឹងហើយបាទហើយបងប្អូនយើងមើលបាទការហូបចុករបស់បងប្អូនយើងបាទគឺមានម្ហូបច្រើនមែនទែនបងប្អូនណាបាទហើយក្នុងចំនួនមួយក្រុមហ្នឹងក៏មិនតិចដែរបងប្អូនបាទហើយសម្រាប់ខ្ញុំបាទនេះគឺនៅក្នុងក្រុម7បងប្អូនបាទចំនួនបងប្អូនយើងហ្នឹងគឺ30នាក់ជាងដែរបងប្អូនណាបាទហ្នឹងហើយអញ្ចឹងគឺមានបងប្អូនមួយចំនួនគឺគាត់មិនបាននៅជប់លៀងដោយសារតែគាត់នៅផ្ទះឆ្ងាយអញ្ចឹងណាបាទដល់អញ្ចឹងទៅគឺគាត់បញ្ញាបញ្ញាលបងប្អូនបាទរោងចក្រឲ្យសម្រាប់កន្លះថ្ងៃហ្នឹងគឺគាត់ចេញកន្លះថ្ងៃបាទដើម្បីបន្តទៅកាន់ផ្ទះជួលរបស់គាត់អញ្ចឹងទៅហ្នឹងហើយដើម្បីរៀបចំបាទនៅសម្លៀកបំពាក់បាទឬក៏អីវ៉ាន់បាទដើម្បីចេញទៅស្រុកបាទនៅថ្ងៃបន្ទាប់អញ្ចឹងណាបងប្អូនយើងបាទអញ្ចឹងក៏មិនជាបញ្ហាអីដែរបងប្អូនបាទសម្រាប់ការជួបជុំនេះគឺយើងមានប៉ុន្មានគឺយើងធ្វើការជួបជុំប៉ុណ្ណឹងបងប្អូនបាទបាទជាខាងក្រោយនៃវីដេអូនេះផងដែរខ្ញុំក៏សូមអរគុណទៅដល់បងប្អូនបាទដែលតែងតែជួយណាបាទគ្រប់គ្រងបាទក៏ដូចជាការមើលនៅរាល់វីដេអូរបស់ខ្ញុំបាទហ្នឹងហើយក៏ដូចជាការជួយ like ជួយ share បាទ subscribe បាទក៏ដូចជាការជួយ follow page របស់ខ្ញុំបាទម្នាក់មួយណាហ្នឹងហើយអញ្ចឹងគឺឃើញថាបងប្អូនយើងចំនួនច្រើនដែលគាត់តែងតែមើលហើយគឺគាត់មិនទាន់បានចុចជាវនៅ channel របស់ខ្ញុំបាទណាហ្នឹងហើយហើយក៏ដូចជា page Facebook របស់ខ្ញុំបាទហ្នឹងគឺមិនទាន់ឃើញបងប្អូនបាទ follow ហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែបានមើលតែមិនទាន់បាន follow ណាហ្នឹងហើយអញ្ចឹងបងប្អូនយើងជួយបន្តក៏ដូចជាការបន្ថែមបងប្អូនបាទជួយ like ជួយ share និង follow page របស់ខ្ញុំបាទម្នាក់មួយផងដែរបាទនៅក្នុងនេះឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងបាទខ្ញុំសូមអរគុណបាទនឹងជូនពរទៅកាន់បងប្អូនយើងឲ្យជួបតែសុខសុវត្ថិភាពបាទមិនថាតែទៅទាំងមុខទេបាទហ្នឹងហើយឲ្យសុខសប្បាយណាបងប្អូនបាទសូមអរគុណបាទនឹងសូមជម្រាបលា